គឺជាអ្នកជាប់ឆ្នោតមួយក្នុងចំណោមអ្នកជាប់ឆ្នោតផ្សេងទៀតនៅកាលពីឆ្នាំ2013សំទោស2012ខ្ញុំបានដាក់ឆ្នោត DB Lottery ហ្នឹងហើយខ្ញុំបានទៅគេចាប់ឈ្មោះនៅឲ្យជាប់នៅក្នុងឆ្នាំ2013ហើយឯកសារទាំងអស់ត្រូវបានដាក់បញ្ជូនទៅស្ថានទូតហើយខ្ញុំបានសម្ភាសនៅក្នុងខែ12ឆ្នាំ2013ខ្ញុំទទួលបានវីសានៅខែ12ហ្នឹងឯងហើយខ្ញុំបានមកដល់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2014ហើយមកដល់ពេលនេះ2024ខ្ញុំបានរស់នៅអាមេរិក10ឆ្នាំហើយខ្ញុំមានសញ្ជាតិខ្ញុំមានការងារធ្វើខ្ញុំមានផ្ទះសម្បែងអីនៅជាចិនត្រៃបាទសួស្តីបងប្អូនកម្ពុជាទាំងអស់គ្នាព័ត៌មានក្តៅមួយតាក់ទងជាមួយនឹងការដាក់ឆ្នោតផ្សងសំណាងមករស់នៅអាមេរិកស្របច្បាប់ឬក៏ពាក្យពេញហៅថា Diversity Visa Lottery ឬក៏ DB Lottery ក្នុងគោលបំណងនៃវីដេអូនេះមាន3ចំណុចសំខាន់ទី1តើអ្វីទៅជាការដាក់ឆ្នោតផ្សងសំណាងទី2តើតម្រូវការនិងការទាមទារដើម្បីដាក់ពាក្យហ្នឹងត្រូវឲ្យមានអីខ្លះទី3ដំណើរការនៃការដាក់ពាក្យទូទៅបើបងប្អូនចាប់អារម្មណ៍ចង់ដាក់ពាក្យមករស់នៅអាមេរិកស្របច្បាប់សូមបងប្អូនមើលវីដេអូនេះពីដើមដល់ចប់កុំឲ្យមានការភ័ន្តច្រឡំនិងត្រូវបានគេបោកប្រាស់ឥឡូវខ្ញុំសូមចាប់ផ្ដើមដំបូងថាតើអ្វីទៅជាការដាក់ឆ្នោតផ្សងសំណាងការដាក់ឆ្នោតផ្សងសំណាងឬក៏ Diversity Visa បាទខ្ញុំសូមឆ្លៀតឱកាសមួយនេះដើម្បីបញ្ជាក់បន្តិចខ្ញុំគឺជាអ្នកជាប់ឆ្នោតមួយក្នុងចំណោមអ្នកជាប់ឆ្នោតផ្សេងទៀតនៅកាលពីឆ្នាំ2013សំទោស2012ខ្ញុំបានដាក់ឆ្នោតDB Lottery ហ្នឹងហើយខ្ញុំបានទៅគេចាប់ឈ្មោះនៅឲ្យជាប់នៅក្នុងឆ្នាំ2013ហើយឯកសារទាំងអស់ត្រូវបានដាក់បញ្ជូនទៅស្ថានទូតហើយខ្ញុំបានសម្ភាសនៅក្នុងខែ12ឆ្នាំ2013ខ្ញុំទទួលបានវីសានៅខែ12ហ្នឹងឯងហើយខ្ញុំបានមកដល់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2014ហើយមកដល់ពេលនេះ2024ខ្ញុំបានរស់នៅអាមេរិក10ឆ្នាំហើយខ្ញុំមានសញ្ជាតិខ្ញុំមានការងារធ្វើខ្ញុំមានផ្ទះសម្បែងអីនៅជាចិនត្រៃអញ្ចឹងបើបងប្អូនចាប់អារម្មណ៍ហើយចង់មករស់នៅដូចខ្ញុំដែរហើយបងប្អូនអត់ដឹងត្រូវធ្វើម៉េចបងប្អូនអាចមើលវីដេអូនេះហើយឲ្យយល់ហើយអាចដាក់ពាក្យខ្លួនឯងបានបាទឥឡូវចូលមករឿងយ៉ាងវិញតើអ្វីទៅជាការដាក់ឆ្នោតផ្សងសំណាងការដាក់ឆ្នោតផ្សងសំណាងគឺជាកម្មវិធីមួយដែលគេបង្កើតឡើងកាលពីឆ្នាំ1990ដែលកម្មវិធីនេះគ្រប់គ្រងទៅដល់ប្រទេសដែលមានអត្រាប្រជាជនមករស់នៅអាមេរិកហ្នឹងតិចតួចកម្មវិធីនេះបានផ្ដល់ផ្លូវឲ្យមនុស្សឬក្រុមគ្រួសាររបស់ពួកគេហ្នឹងដើម្បីទទួលបានការរស់នៅអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកស្របច្បាប់បូកទាំងការស្របច្បាប់ហ្នឹងបូកទាំងការរស់នៅទាំងការប្រកបការងារទូទៅហើយក្នុងមួយឆ្នាំសហរដ្ឋអាមេរិកបានផ្ដល់វីសាចំនួនប្រហែលជាខ្ទង់ 50,000 វីសាទៅកាន់ប្រទេសដែលសហរដ្ឋអាមេរិកហ្នឹងឲ្យសិទ្ធិដាក់ពាក្យកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសទាំងអស់នោះដែរហើយចំណុចទី2តើអ្វីជាតម្រូវការនិងការទាមទារក្នុងការដាក់ពាក្យបាទចំណុចនេះសំខាន់ដើម្បីដាក់ពាក្យបានទី1យើងជាប្រទេសមួយដែលអាមេរិកអនុញ្ញាតឲ្យដាក់ហើយអញ្ចឹងឲ្យតែយើងជាសញ្ជាតិខ្មែរយើងអាចដាក់បានអញ្ចឹងលក្ខខណ្ឌ2ណាលក្ខខណ្ឌទី1យើងជាសញ្ជាតិខ្មែរលក្ខខណ្ឌទី2ទៀតការអប់រំនិងបទពិសោធន៍ការងារការអប់រំនិងបទពិសោធន៍ការងារនេះឲ្យតែបងប្អូនចូលនៅក្នុងចំណុចមួយណានៃចំណុចទាំងពីរនេះបានហើយបងប្អូនអាចដាក់ពាក្យបានហើយទី1បងប្អូនត្រូវមានសញ្ញាបត្របាក់ឌុបតែប្រសិនបើបងប្អូនអត់មានសញ្ញាបត្របាក់ឌុបទេបងប្អូនមានសញ្ញាបត្រដែលមានតម្លៃស្មើសញ្ញាបត្រដែលមានតម្លៃស្មើអាចជាបញ្ញាបត្ររងព្រោះឥឡូវនេះនៅកម្ពុជាយើងបើសិនជាយើងធ្លាក់បាក់ឌុបក៏យើងអាចរៀនបញ្ញាបត្ររងបានដែរអញ្ចឹងបញ្ញាបត្ររងហ្នឹងអាចជាតម្លៃស្មើនៃសញ្ញាបត្របាក់ឌុបចំណុចទី2បើសិនជាបាក់ឌុបអត់មានបញ្ញាបត្ររងអត់មានតើយើងអាចដាក់ពាក្យបានឬអត់បាទចំណុចទី2នេះគឺបញ្ជាក់ថាប្រសិនជាបងប្អូនអត់មានចំណុចខាងលើតាក់ទងជាមួយនឹងសញ្ញាបត្របាក់ឌុបទេគេទាមទារឲ្យបងប្អូនមានបទពិសោធន៍ការងារយ៉ាងតិច2ឆ្នាំបទពិសោធន៍ការងារនោះគឺត្រូវជាបទពិសោធន៍ដែលស្របច្បាប់តាមកិច្ចការងាររបស់ក្រសួងការងាររបស់សហរដ្ឋអាមេរិក
ហើយដើម្បីយល់ពីព័ត៌មានទាក់ទងនឹងក្រសួងការងាររបស់អាមេរិកបងប្អូនត្រូវចូលទៅកាន់ website ក្រសួងការងារថាតើការងារដែលបងប្អូនធ្វើរាល់ថ្ងៃឬក៏បទពិសោធន៍ការងារអ្វីមួយដែលបងប្អូនបានធ្វើរយៈពេល2ឆ្នាំកន្លងមកឲ្យស្របច្បាប់ជាមួយនឹងក្រសួងការងាររបស់អាមេរិកបងប្អូនអាចដាក់បានអញ្ចឹង2ចំណុចហ្នឹងទី1សញ្ញាបត្របាក់ឌុបឬក៏សញ្ញាបត្រតម្លៃស្មើទី2ទាក់ទងជាមួយនឹងការងារដែលស្របច្បាប់ជាមួយនឹងក្រសួងការងារសហរដ្ឋអាមេរិកយ៉ាងតិច2ឆ្នាំដំណើរការនៃការដាក់ពាក្យទូទៅដាក់ពាក្យបាទចំណុចនេះសំខាន់កុំឲ្យចាញ់បោកអ្នកដែលគាត់ឆ្លៀតឱកាសការដាក់ពាក្យអត់មានបំពេញกระดาษអត់មានអាបដែលគេបង្កើតឡើងឲ្យបងប្អូនដាក់អត់មានអ្នកកដាលដើម្បីដាក់ពាក្យឲ្យទេបើបងប្អូនចង់ដាក់ពាក្យឲ្យត្រឹមត្រូវមានតែ website របស់ស្ថានទូតមួយគត់ដែលបងប្អូនចូលទៅដើម្បីដាក់ពាក្យសហរដ្ឋអាមេរិកនឹងបង្កើត website មួយដែលបងប្អូនត្រូវចូលទៅកាន់ website នោះហើយបំពេញព័ត៌មានបងប្អូនចូលបន្ទាប់ពីបងប្អូនបំពេញហើយបងប្អូនអាចថតនៅគេហៅ confirmation number លេខហ្នឹងគឺជាលេខដ៏សំខាន់ដែលបងប្អូនត្រូវឆែកមើលនៅក្នុងឆ្នាំក្រោយខែ5ចឹងដំណើរការនៃការដាក់ពាក្យហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវទៅដាក់ពាក្យនៅលើ website របស់ស្ថានទូតអាមេរិកទាំងអស់គ្នានៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញតើបងប្អូនត្រូវចូល website មួយណាដើម្បីបំពេញហើយឆ្នោតផ្សងសំណាងហ្នឹងគឺជាធម្មតាគេបើកនៅក្នុងដើមខែតុលាហើយបញ្ចប់នៅក្នុងដើមខែវិច្ឆិកាមានន័យថាក្នុងថ្ងៃស្អែកឬក៏ខាងស្អែកហ្នឹងគេចាប់ផ្ដើមបើកហើយតែកំភៃបងប្អូនមានរយៈពេល1ខែនៅក្នុងការដាក់ពាក្យកុំឲ្យតែដាក់ពាក្យទៅយឺតទៅបានហើយក្នុងការដាក់ពាក្យហ្នឹងគេប្រើទម្រង់បែបបទឯកសារដែលមានឈ្មោះថា DS 5501ដែលទម្រង់បែបបទនេះគេត្រូវការព័ត៌មានតិចតួចបំផុតពីបងប្អូនគឺត្រូវការតែឈ្មោះថ្ងៃខែឆ្នាំកំណើតសញ្ជាតិរូបថតហ្នឹងខ្ញុំនឹងបង្ហាញថាតើរូបថតហ្នឹងគេតម្រូវឲ្យមានការថតការរៀបបែបណារូបថតហ្នឹងគេយកផ្ទាំងកង្កួយពណ៌សហើយទម្រង់នេះគឺ 5.5 មានថារាងការ៉េហើយបើសិនជាមនុស្សប្រុសពាក់កៅអៅធម្មតាទៅអត់មានអីសំខាន់ទេបើសិនជាមនុស្សស្រីគ្រឿងអលង្ការដែលពាក់ជាប់ខ្លួនត្រូវយកចេញអស់ហើយសក់ហ្នឹងគឺកុំចងទម្លាក់វាមកក្រោយទម្លាក់មកមុខក៏បានកុំឲ្យតែកុំឲ្យតែបាំងមុខបាទចូលមកដល់ចំណុចសំខាន់ចុងក្រោយតកតងនឹងការដាក់ពាក្យការដាក់ពាក្យផ្សងសំណាងមករស់នៅអាមេរិកហ្នឹងគឺមិនមានការបង់ប្រាក់ទេការដាក់ពាក្យដើម្បីផ្សងសំណាងមករស់នៅអាមេរិកគឺមិនមានការបង់ប្រាក់បើសិនជាមានការទារលុយឬក៏ក្នុងការធានាថាដាក់ឆ្នោតនឹងឲ្យជាប់គេត្រូវការប្រមាណទាំងអស់នេះមិនមានគឺជាការបោកប្រាស់ទេព្រោះការដាក់ឆ្នោតការចាប់ឆ្នោតគឺចាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិគេអត់មាន select ឈ្មោះមនុស្សទេអញ្ចឹងឈ្មោះអ្នកណាចេញម៉ាស៊ីនវាខ្ជាក់ចេញមកអ្នកនឹងហើយជាអ្នកជាប់សម្រាប់អ្នកមានគ្រួសារគាត់អាចដាក់ជាគ្រួសារបានឧទាហរណ៍ប្តីបើសិនជាប្តីដាក់ចុះឈ្មោះដើម្បីដាក់ឆ្នោតប្រពន្ធដាក់ជាមួយប្តីនឹងបានហើយបើកូនក្រោមអាយុ21ក៏អាចដាក់បានដែរបាទអញ្ចឹងនៅក្នុងវីដេអូខ្លីមួយនេះខ្ញុំគ្រាន់តែបង្ហាញបងប្អូនពីចំណុច3សំខាន់ហ្នឹងទេក្នុងថ្ងៃស្អែកនិងថ្ងៃខាងស្អែកគឺគេចាប់ផ្ដើមបើកដាក់ពាក្យឆ្នោតផ្សងសំណាងហើយអញ្ចឹងខ្ញុំនឹងធ្វើវីដេអូមួយទៀតទាក់ទងជាមួយនឹងការដាក់ឆ្នោតហ្នឹងហើយសូមបងប្អូនជួយ follow ឬក៏ like ឲ្យហើយទៅដើម្បីពេលដែលខ្ញុំផុសវីដេអូថ្មីហ្នឹងបងប្អូនអាចដឹងព័ត៌មានហ្នឹងឬក៏ដឹងពីរបៀបនៃការដាក់ឆ្នោតហ្នឹងឲ្យត្រឹមត្រូវហើយក៏សូមអរគុណដែរដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ហើយបើមានចម្ងល់អីបងប្អូនអាច message សួរនៅក្នុង Facebook ក៏បានតាម YouTube ក៏បាននៅលើ page ដែលខ្ញុំផុសហ្នឹងបាទហើយអរគុណច្រើនដែលបានទស្សនាពីដើមដល់ចប់បាទអរគុណ